ស្ដីបងប្អូនបាទនេះជាសមិទ្ធផលរបស់ខ្ញុំដែលខ្ញុំឡើងព្រៃរយៈពេល25ថ្ងៃហើយឈើនេះជាប្រភេទឈើឆ្អឹងមាន់បងប្អូនតែសួរខ្ញុំថាឈើវាមានប្រមាណប្រភេទឈើវាមានច្រើនប្រភេទបងប្អូនមានខ្សែមានអីមានប៉ាមានតុកយៈតុកខ្លាតុកអីច្រើនណាតែនេះគឺជាប្រភេទឆ្អឹងមាន់បងប្អូនប្រភេទឆ្អឹងមាន់ប្រភេទឈើឆ្អឹងមាន់នេះដែលបងប្អូនអត់ទាន់ស្គាល់នេះគឺខ្ញុំបង្ហាញគឺប្រភេទឆ្អឹងមាន់ហើយឈើនេះខ្ញុំជួបមកដើមបងប្អូនខ្ញុំជួបមកដើមនៅថ្ងៃទីលក្ខណៈថានៅថ្ងៃទី9គឺជាថ្ងៃដែលអត់មានកាមេរ៉ាគឺអស់កាមេរ៉ាថតបើសិនជាកាមេរ៉ានៅខ្ញុំនឹងថតបង្ហាញពីដើមឲ្យបងប្អូនឃើញបាទតែនេះគឺជាសមិទ្ធផលដែលខ្ញុំថតអត់បានអញ្ចឹងបានណាមកដល់ផ្ទះហើយបងប្អូននេះខ្ញុំចាក់ហើយដល់ផ្ទះខ្ញុំចាក់ហើយបាទប្រភេទឆ្អឹងមាន់បងប្អូនហើយបងប្អូនក៏តែងសួរថាបងឈើតម្លៃប៉ុន្មានហើយប្រភេទឆ្អឹងមាន់នេះវាមាន1គីឡូចាប់ពី2000 3000 5000វាលោដល់7000 10000ក៏មានដែរបងប្អូនទៅតាមទំព័រសម្បល់របស់វាហើយខ្មៅបងប្អូនឃើញអញ្ចឹងមិនមែនធម្មតាណាខ្មៅតែទូរស័ព្ទខ្ញុំវាបងនឹងស្រាប់ហើយខ្ញុំប្រាប់ហើយថាទូរស័ព្ទរបស់ខ្ញុំគឺវាតម្លៃថោក4-10ម៉ឺនអញ្ចឹងវាថតសូវច្បាស់ទេ Samsung ម្ចាស់មួយហើយថ្មកាន់លោតផ្លេកភ្លើងពិបាកបងប្អូនហើយប្រភេទឆ្អឹងមាន់នេះវាមិនមែនជាលក្ខណៈធនលេខ1ទេបងនេះលក្ខណៈលេខ2ទេលេខ2ឬក៏លេខ3ទេឈើនេះលក់បាន1គីឡូត្រឹម3000នេះទេ1គីឡូហើយតែមួយដើមនេះមិនមែន1គីឡូបងមួយដើមនឹងដូចជាប្រមាណនេះដូចជាខ្ញុំផ្លេចដែរដូចចូលជា4ខាំបើ9ខាំ3ខាំ4ខាំហ្នឹងព្រោះឈើហ្នឹងវាឆ្អឹងមាន់នេះស្អាតហ្នឹងបងប្អូនដាក់តាំងអេមហើយដើមមិនធំទេខ្ញុំជួបដើមមិនធំបងប្អូនដើមបែរជាប៉ុនតែជើងតែសផ្ទះស្អាតស្រឡាញ់បងប្អូនហើយបងប្អូនអានេះខ្ញុំគ្រាន់តែវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូននេះរយៈពេល25ថ្ងៃអានេះគ្រាន់តែឈើឆ្អឹងមាន់ដែលខ្ញុំជួបមកដើមផ្សេងណាមិនមែនតន់បង្ហាញអាប៉ានោះទេបងប្អូនឈើប៉ាបថៅដែលខ្ញុំបានផ្សេងបាទនេះឆ្អឹងមាន់ផ្សេងបងប្អូនគឺខុសគ្នាអានេះគ្រាន់តែមកដើមទេបងប្អូនមកដើមស្អាតបងប្អូនវាស៊ីឆ្អឹងមាន់អញ្ចឹងអ្នកខ្លះគេថារុនសមោចរុនអីអញ្ចឹងមិនមែនរុនសមោចបងប្អូនអានេះស៊ីឆ្អឹងមាន់ហើយវាថាអ្នកខ្លះក៏រុនសមោចក៏ត្រូវប៉ុន្តែឈ្មោះវាចំគេហៅប្រភេទស៊ីឆ្អឹងមាន់បាទស៊ីឆ្អឹងមាន់ស្អាតបងប្អូននេះបើសិនជាខ្ញុំលក្ខណៈថាខ្ញុំរាយរងរើសជារាយរងវាថាមកក្របឲ្យធ្វើរបៀបដាក់តាំងហើយបងប្អូនក៏ចង់បានទៅដាក់តាំងប្រហែលជាល្អដែរតែមិនអាចទេបងប្អូនព្រោះវាថ្លៃបងប្អូនមួយចំនួនគាត់ពេលខ្លះគាត់មានលទ្ធភាពអាចនឹងយកបានទេមិនមែនថានេះទេបងប្អូនមិនមែនថាអូយើងមើងងាយតែទេមើងងាយបងប្អូនមិនមែនទេគឺជើនេះហើយណាមួយខ្ញុំមានតកែរបស់ខ្ញុំដែរគាត់មកគាត់លក្ខណៈគាត់តែខ្ញុំចុះមកដល់ក្រោមគឺគាត់មកដល់ផ្ទះខ្ញុំដែរហើយគឺអញ្ចឹងបងប្អូនគឺឲ្យបងប្អូនមួយចំនួនគាត់សួរខ្ញុំថាបងបើសិនជាយើងរកក្លឹមនឹងបានតើយើងយកទៅលក់ឯណាទីផ្សារច្រើនណាស់បងប្អូនហើយអាក្លឹមនេះបើសិនជាបងប្អូនមានបងប្អូនរកបានមិនបាច់ភ័យទៅដើរលក់ឯណាទេបងប្អូនគេទៅដល់ផ្ទះបងហ្មងគេទៅទិញដល់ផ្ទះដូចស្រូវដូចពោតដូចអង្គដូចអីយើងអញ្ចឹងវាមិនហត់យើងដើរលក់ដូចជាយើងដាក់ដូចថាយើងដាំបន្លែយើងដឹកយកទៅលក់ក្នុងផ្សារណាតែបើបន្លែបងប្អូនមួយចំនួនគាត់ដាំក៏គាត់លក្ខណៈថាគាត់មានម៉ួយមកយកដល់ផ្ទះដែរហ្នឹងអាហ្នឹងសម្រាប់ដែលសមិទ្ធផលដែលគាត់ដាំបានជាអចិន្ត្រៃយ៍បើថាដាំយូរម្ដងអញ្ចឹងគេយកត្រូវតែយកទៅលក់ឯផ្សារហ្នឹងឯងនេះអចិន្ត្រៃយ៍គាត់ប៉ះពាល់គេទេនិយាយតែជេនិយាយថាខ្លួនឯងអ្នករកក្លឹមទៅនិយាយពភាកឯណាដល់ណាធ្លីណានៅប្រទេសតបដាហ្នឹងអានេះបងប្អូនវីដេអូអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងដែរអរគុណច្រើនសម្រាប់ការតាមដានហើយអានេះខ្ញុំបង្ហាញតែដើមប្រភេទឆ្អឹងមាន់ឲ្យបងប្អូនស្គាល់តែមួយមុខទេបងប្អូននៅមានប៉ានៅទៀតដែលខ្ញុំបាននៅថ្ងៃចង់ដឹងថាថ្ងៃទីបើថារយៈពេល25ថ្ងៃដែលខ្ញុំឡើងព្រៃហ្នឹងវាបានប៉ុណ្ណាអញ្ចឹងបងប្អូនហើយអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនឲ្យតាមដានកុំភ្លេចជួយ follow page បងអ្នកមួយផងអរគុណច្រើនបាយបាយជម្រាបលា